កូរ៉េខាងជើងបានប្រកាសឲ្យដឹងថានឹងសុខចិត្តបញ្ជូនទ័ពរាប់សែននាក់ដើម្បីគាំទ្ររុស្ស៊ីលើចម្បាំងនៅយូក្រែនប្រឈមមុខនឹងវិបត្តិផ្ទៃក្នុងលោក Zelensky ដែលទើបនឹងបណ្ដេញមេទ័ពដែលជារដ្ឋមន្ត្រីក្រសួងការពារប្រទេសខ្លួនចេញពីតំណែងត្រូវប្រឈមនឹងការគាបសង្កត់ខាងសមរភូមិពេលសហព័ន្ធរុស្ស៊ីចម្បាំងកំពុងតែក្តៅគគុកការវាយប្រហារខ្លាំងទៅវិញទៅមកទាំងខាងរុស្ស៊ីនិងខាងយូក្រែនទទួលការខូចខាតយ៉ាងខ្លាំងថ្វីត្បិតតែខាងរុស្ស៊ីស្លាប់មនុស្សច្រើនក៏ដោយក៏រុស្ស៊ីនៅមានទឹកប្រាក់ច្រើនជាងUkrainian government ហើយនឹងមានការឧបត្ថម្ភគាំទ្រកម្លាំងទាហានពីសំណាក់កូរ៉េខាងជើងប្រធានគឹមចុងអ៊ុនបាននិយាយថាមិនបោះបង់ចោលសម្ព័ន្ធភាពជាមួយនឹងព្យូទិនហើយនឹងបញ្ជូនកងទ័ពរាប់សែននាក់ដើម្បីចូលសមរភូមិនៅពេលខាងមុខនេះតទៅទៀត